ចឹងម្ល៉េះហើយចំពោះកូនលើកទី2គឺបងអត់មានទៅណាទេគឺគ្រាន់តែទាំងភ្លាមគឺតម្រង់មករស់ហ្មងចឹងអារម្មណ៍ដែលបងទទួលបាននៅរស់គឺវាលើសពីគ្រួសារដុកទ័រទាំងនឺសនិយាយទៅគឺគ្រប់សេវាកម្មដែលបងទទួលបានពីរស់គឺបងមានអារម្មណ៍ថាគាត់មានវិជ្ជាជីវៈនៅក្នុងជំនាញរបស់គាត់គឺគាត់ដឹងច្បាស់ថាគាត់ត្រូវផ្ដល់សេវាកម្មអីឲ្យយើងក៏ពិតតទៅជាមួយនឹងការជ្រើសរើសផ្ញើពូហើយនឹងមកសម្រាប់រស់ហ្នឹងគឺដំបូងឡើយកាលពីកូនទី1ក៏បងដើរជ្រេពេទ្យដែរចង់និយាយថាសម្រាប់យើងជាមនុស្សស្រីនៅពេលដែលយើងកើតពូហ្នឹងយើងមានសម្ពាធភាសាអញ្ចឹងយើងអត់ចង់ឲ្យយើងថានៅពេលដែលយើងកើតយើងមានសម្ពាធម្ដងទៀតទេអញ្ចឹងបងបានទៅ check ពេទ្យ2-3ដែរមុននឹងសម្រាប់ចិត្តមករស់អញ្ចឹងនៅថ្ងៃមួយដែលបងបាន check ឲ្យបងមានអារម្មណ៍ថាបងអត់ពេញចិត្តតែបងបានឃើញ clip នៅក្នុង Facebook បាន advertise ពីរស់អញ្ចឹងណាអញ្ចឹងបងក៏ស្ដាប់បងមានអារម្មណ៍ថាបងគួរទៅសាកមករស់ហើយអញ្ចឹងនៅពេលដែលបងបានមកម្ដងតាំងពីជំហានដំបូងដែលបងបានឈានចូលមកដល់រស់បងមានអារម្មណ៍ថាបងកក់ក្ដៅហើយបងទទួលបានការស្វាគមន៍តាំងពីសន្តិសុខទៅអញ្ចឹងណាយើងមានអារម្មណ៍ថាយើងអារម្មណ៍ល្អហ្មងយើងមកដល់អញ្ចឹងណាអញ្ចឹងនៅពេលដែលបន្ទាប់ហើយនៅពេលដែលបងជួបដុកទ័រផ្នែកសម្ភពពេលដែលបងជួបលើកទី1តែបងភ្លេចថាបងជួបណាគេ2ឆ្នាំហើយអញ្ចឹងណាអូនហ្នឹងហើយប៉ុន្តែបងចាំថាបងនៅពេលដែលបងប្រាប់គាត់ថាបងមានទង្ងន់លើកដំបូងគឺគាត់ប្រាប់បងអស់ហើយហ្មងអត់ចាំបាច់ឲ្យបងឆ្ងល់ឬក៏សួរអីទេព្រោះធម្មតាបើយើងនិយាយថាអ្នកខ្លះគេនិយាយថាចេះមិនដល់ឆ្ងល់មិនកើតទេណាអញ្ចឹងពេលដែលយើងមានទង្ងន់លើកដំបូងគឺយើងអត់ដឹងថាយើងសួរអីយើងអត់ដឹងថាយើងត្រូវត្រៀមអីព្រោះយើងអានឹងជាបទពិសោធន៍ថ្មីហ្មងដែលយើងអត់ដែរធ្លាប់មានណាអញ្ចឹងអ្នកគ្រូគាត់បានបញ្យល់គាត់បានណែនាំឲ្យអស់បានគាត់ check ជាមួយបងម្ដងទៀតថាតើបងយល់ឬក៏បងនៅមានសំណួរកន្លែងណាបន្ថែមទៀតអញ្ចឹងកន្លែងហ្នឹងគឺបងពេញចិត្តព្រោះអាចថាយើងទៅពេទ្យខ្លះគាត់ឲ្យយើងសួរគាត់វិញប៉ុន្តែយើងពិតជាអត់ដឹងថាត្រូវសួរអីមែនព្រោះយើងលើកដំបូងអញ្ចឹងណាអញ្ចឹងម្ល៉េះហើយចំពោះកូនលើកទី2គឺបងអត់មានទៅណាទេគឺគ្រាន់តែទាំងភ្លាមគឺតម្រង់មករស់ហ្មងអញ្ចឹងអារម្មណ៍ដែលបងទទួលបាននៅរស់គឺវាលើសពីគ្រួសារអញ្ចឹងណាដែលបងមានអារម្មណ៍ថានៅពេលដែលបងមកដល់រស់គឺបងមានគ្រួសារអញ្ចឹងបងអត់ចាំបាច់បារម្ភឬក៏ខ្លាចឬក៏មានអារម្មណ៍ថាស្ទាក់ស្ទើរនៅក្នុងការសួរអីទេគឺយើងមានអារម្មណ៍ថាយើងនិយាយជាមួយសមាជិកម្នាក់នៅក្នុងគ្រួសាររបស់យើងរកបានអ្នកដែលយល់ចិត្តយើងអាចទុកចិត្តបានអញ្ចឹងណាអូនចាសម្រាប់បងគឺបងមានអារម្មណ៍ថាដុកទ័រទាំងនឺសនិយាយទៅគឺគ្រប់សេវាកម្មដែលបងទទួលបានពីរស់គឺបងមានអារម្មណ៍ថាគាត់មានវិជ្ជាជីវៈនៅក្នុងជំនាញរបស់គាត់គឺគាត់ដឹងច្បាស់ថាគាត់ត្រូវផ្ដល់សេវាកម្មអីឲ្យយើងឧទាហរណ៍ថាយើងមកផ្នែកផ្ដល់ព័ត៌មានគឺគាត់បានបំពេញនៅក្រមសីលធម៌និងវិជ្ជាជីវៈជាអ្នកផ្ដល់ព័ត៌មានឲ្យយើងអញ្ចឹងណាគាត់ផ្ដល់ឲ្យយើងដោយលក្ខណៈថាគាត់យកចិត្តទុកដាក់ហើយគាត់ patient ខ្ពស់បានន័យថាគាត់អត់ធ្មត់នៅក្នុងការនិយាយបញ្យល់យើងអញ្ចឹងណាការពិតសម្រាប់បងពេលដែលបងមកបងអត់ដែរកំងថាបងសុំជួបអ្នកនេះបងសុំជួបអ្នកនោះទេអាចមើលប្រវត្តិបងបានអញ្ចឹងណាអញ្ចឹងសម្រាប់បងគឺដុកទ័រនៅរស់មួយណាក៏អាចធ្វើឲ្យបងយល់ពីស្ថានភាពរបស់បងកំពុងកើតពេលឥឡូវដែរគាត់ថាបើសិនជាឱកាសមានឱកាសជួបអ្នកគ្រូរចនាក៏បងជួបអ្នកគ្រូរចនាទៅប៉ុន្តែបើអត់គឺអត់ទេបងអត់ដែរគួរសម្រាប់បងគឺគ្រប់ដុកទ័រនៅនឹងគឺបងមានអារម្មណ៍ថាគាត់ច្បាស់ជាមួយនឹងវិជ្ជាជីវៈរបស់គាត់សម្រាប់បងក៏ពិតកូនទី1នេះក៏ចង់ចាក់នៅរស់ដែរតែមូលហេតុព្រៃបងរវល់ច្រើនហើយរស់អត់ដល់ចិត្តផ្ទះបងគឺគាត់រៀងឆ្ងាយអញ្ចឹងណាចាំបងសម្រាប់ចិត្តថាបងយកពេទ្យឯកជនដែរតែនៅក្បែរផ្ទះបងអ្វីដែលបងមើលឃើញថាបងគួរតែចូលអូនមកចាក់ទី1ទី2គឺទី1គឺបាទវាមានឱកាសថានៅចិត្តផ្ទះហើយអាចនៅមកបានណាមួយទៀតដែលយើងចង់និយាយហ្នឹងគឺតកតងជាមួយនឹងបងមើលឃើញថាគាត់អត់សូវប្រញាប់បើឧទាហរណ៍ថានៅពេលដែលចង់វាស់កម្ដៅកូនយើងអីចឹងពោះធម្មតាក្មេងខ្លះគាត់រៀង sensitive ជាពិសេសដូចកូនបងអីចឹងណាគឺគាត់មិនងាយឲ្យអ្នកណាប៉ះខ្លួនគាត់ទេសូម្បីតែបងជាម្ដាយគាត់ក៏ពេលខ្លះរឿងពិបាកដែរវាស់កម្ដៅវាស់អីចឹងណាគាត់អត់ចង់ឲ្យបងវាស់ទេចឹងណាចឹងប៉ុន្តែបងឃើញថាដុកទ័រនៅរស់គាត់រៀងមានវាថាគាត់មានចិត្តរងចាំអត់ប្រញាប់វាថាធ្វើម៉េចឲ្យអូនស្កប់ចិត្តសិនសំវាស់គាត់ចឹងណាឬក៏អាចថាបើរឿងខ្លួនប្រាណរបស់គាត់ហ្មងគឺបងសរសើរដុកទ័របញ្ញាអាចប៉ះគាត់បានណាបើអ្នកផ្សេងគឺកម្រណាអូនកាពីបងគឺលក្ខណៈថាសុំមើលអីគាត់សុំមើលតិចមើលចំហុយហ្នឹងគឺរឿងបបាក់មែនតែសម្រាប់បងណាចាអញ្ចឹងរឿងហ្នឹងដែលបងគិតថាបងគួរទៅយកមកអូនមកចឹងណាចាព្រោះទាំងសម្ដីសម្ដៅគឺយើងមានអារម្មណ៍ថាយើងតិចចិត្តដូចបងបញ្ជាក់ពីមុនអញ្ចឹងគឺបងមានអារម្មណ៍ថាលើសពីសមាជិកគ្រួសារដែលយើងជួបអញ្ចឹងណាយើងអាចនិយាយថាមកនឹងគឺគាត់មើលថៃយើងហាក់បីដូចជាយើងនឹងជាសមាជិកមួយនៅក្នុងគ្រួសាររបស់គាត់ដែរ
តែតងចំណុចមួយទៀតដែរដែលបងបានសម្រេចចិត្តថាយកកូនស្រីបងមកចាក់វ៉ាក់សាំងនៅរោងហ្នឹងគឺដោយសារតែនៅក្នុងកញ្ចប់វ៉ាក់សាំងបារម្ភមានចំណុចមួយដែលបងចាប់អារម្មណ៍គឺតែតងជាមួយនឹងគាត់ត្រូវបានគេចង់និយាយថាគាត់ត្រូវបាននឹងឆែកនៅរោធ្វើតេស្តវិនិច្ឆ័យនៅ autism នៅពេលដែលគាត់មានអាយុ2ឆ្នាំអញ្ចឹងគឺបងចាប់អារម្មណ៍ហើយណាមួយដោយសារតែបងមានបទពិសោធន៍ល្អជាមួយរោគមកហើយអញ្ចឹងបងអត់ចាំបាច់ទៅរកពេទ្យណាបន្ថែមទៀតដើម្បីនេះគឺបងសម្រាប់ចិត្តថាបងដាក់នៅនឹងសម្រាប់បងមានអារម្មណ៍ថានៅពេលដែលបងសួរសំណួរគឺបងតែងតែទទួលបានចម្លើយដែលបងអាចទទួលយកបានមិនមែនថាត្រូវចិត្តបងទេបានន័យថាគាត់បញ្យល់មកគឺបងអាចយល់បានអញ្ចឹងណាអញ្ចឹងរាល់ពេលដែលសំណួរដែលបងមានសំណួរទៅកាន់គាត់គឺតែងតែមានដំណោះស្រាយត្រឡប់មកវិញអញ្ចឹងគឺវាសម្រាប់បងគឺច្បាស់លាស់ល្អអញ្ចឹងណាអូនសម្រាប់ពាក្យពេចន៍ដែលបងចង់ផ្ដែផ្ដាំទៅកាន់អ្នកម៉ាក់ឬក៏លោកប៉ាឬក៏សម្រាប់អ្នកដែលគាត់ចង់មានបុតឬក៏ចង់ទទួលយកសេវាកម្មចាក់វ៉ាក់សាំងបងគិតថារោគក៏គួរតែមានជាជម្រើសមួយសម្រាប់គាត់នៅក្នុងការធ្វើការពិចារណាដែរព្រោះខ្ញុំទទួលស្គាល់ថាយើងជាពុកម្ដាយគឺយើងតែងតែចង់បានរបស់ដែលល្អឲ្យកូនយើងអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកមកក្រុមបាន